សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពីតិចនិចឈប់ភ័យពេលនិយាយជាសាធារណៈចំណេះដឹងពេញខ្លួនតែដល់ពេលនិយាយជាមួយគេបែរជាភ័យរហូតចង់ភ័ន្តពីអស់កុំបារម្ភការហ៊ាននិយាយជាសាធារណៈមិនមែនជាអំណោយពីកំណើតទេតែវាគឺជាការវឹកហាត់ដូចនេះខ្ញុំមានវិធីសាស្ត្រ3ចំណុចមកចែករំលែកទី1កុំខ្លាចខុសមនុស្សភាគច្រើនភ័យខ្លាចគេសាច់ចំអកចង់ចាំថាអ្នកស្ដាប់គេចង់បានចំណេះដឹងពីអ្នកគេមិនមែនមកចាំចាប់កំហុសអាក្រាវេរុតយើងទេទី2ចាប់ផ្ដើមពីក្រុមតូចកុំតិនចង់និយាយលើវេទិកាធំបើមិនតិនហ៊ានបញ្ចេញមតិនៅក្នុងក្រុមមិត្តភ័ក្តិឬក្នុងថ្នាក់រៀនបង្កើតភាពស៊ាំពីមនុស្សចិត្តខ្លួនសិនទី3មើលចំគោលដៅបើមិនហ៊ានមើលភ្នែកគេចំឲ្យសម្លឹងមើលត្រង់ចិញ្ចើមរបស់អ្នកស្ដាប់វានឹងធ្វើឲ្យអ្នកមើលទៅហាក់ដូចជាមានទំនុកចិត្តខ្ពស់សំឡេងរបស់អ្នកមានតម្លៃណាស់កុំទុកវាឲ្យនៅត្រឹមតែក្នុងចិត្តការហ៊ាននិយាយគឺជាទ្វារបើកទៅរកឱកាសថ្មីៗក្នុងជីវិតកាន់តែនិយាយអ្នកនឹងកាន់តែរឹងមាំតើអ្វីដែលធ្វើឲ្យអ្នកភ័យជាងគេនៅពេលដែលនិយាយជាមួយគេប្រាប់ខ្ញុំក្នុង comment មកខ្ញុំនឹងជួយដោះស្រាយខ្ញុំយុវជនដ៏ស្លាប់ជួបគ្នានៅវីដេអូបន្ទាប់